ចឹងសួស្តីអ្នកទាំងអស់គ្នាចឹងបន្ទាប់ពីអ្នកទាំងអស់គ្នា download tool របស់យើងមកហើយយើងត្រូវការ extract វាចេញមក extract វាពីថា extract here ចឹងនៅពេលដែលវា extract ចេញមកគឺវាចេញ folder មួយគឺ folder tool របស់យើងហ្នឹងគឺយើងបើកវាមកចឹងអា file នេះគឺយើងកុំប៉ះពាល់វាគឺយើងបើកទាំង tool របស់យើងមកបានចឹងនៅពេលដែលបើកបានហើយគឺយើងទីមួយគឺយើងត្រូវទៅរក file game របស់យើងចឹងយើងចុចមកចឹង file game របស់ខ្ញុំវាទុកនៅក្នុង 3D folder AK ចូលមកហើយយើងទៅរកអា file បើក game របស់យើងដល់បើ click ទៅលើវា2ដងមកគឺវាចេញfolder file របស់យើងនៅនេះហើយ folder game ណាតោះមកទៀតយើងត្រូវបំពេញ account ទីបំពេញ account មកបំពេញ account រួចរាល់ហើយយើងត្រូវបំពេញ password ចឹងនៅពេលដែលបំពេញរួចរាល់ហើយគឺយើងចុច save មកដើម្បីរក្សាវាទុកចឹងវានៅពេលដែលយើងបិទយើងបើកវិញវានឹងបង្ហាញលេខកូដនៅនឹងដដែលថា file game នោះគឺយើងមិនបាច់ដាក់វាម្ដងទៀតទេអញ្ចឹងមកមើលកន្លែងនេះចឹងកន្លែងនេះគឺ level របស់យើងបើសិនជា level ធំគឺយើងយកលើមកបើសិនជា account level តូចគឺយើងយកក្រោមមកហើយ account របស់យើងបើមានស្កាត់សัตว์ដែលមានជីជីងនិងមាន skill doom គឺយើងចុចប្រើវាមកចឹងបើយើងអត់ចង់ប្រើវាយើងដោះ tick ចេញទៅចឹងនៅពេលដែលបំពេញរួចរាល់ហើយគឺយើងគ្រាន់តែចុច start មកគឺវានឹងទៅបើក game ហើយវានឹងវាយ password login ចូលឲ្យយើង automatic តែម្ដងចឹងវានឹងទៅបង្កើតរួមបង្កើតអីលេខខ្លួនឯងហើយចឹង tool របស់យើងរបៀបប្រើ tool គឺមានតែប៉ុណ្្នឹងឯងចឹងយើងមកមើលពី item ដែលត្រូវពាក់ចូលទៅក្នុងប្រើជាមួយ tool របស់យើងចឹង item ដែលត្រូវពាក់ទី1អ្នកនរគ្នាត្រូវមានកាភ្លើងពួកកាភ្លើងណាដែលបាញ់មេឈឺចឹងកាភ្លើងណាក៏បានដែរឲ្យតែបាញ់មេទៅឈឺខ្លាំងតមកទៀតកាភ្លើងខ្លីដាក់អីក៏បានដែរតមកទៀតកបិតចឹងកបិតយើងអាចប្រើពួកកបិតតម្លាក់ចឹងកបិតតម្លាក់ដូចជាកបិតតកឬក៏កបិត IY Tiger នេះក៏បានដែរអញ្ចឹងណាហើយមួយទៀតគឺបូមប្រាសាទហ្នឹងហើយនឹងអាប៉មដែលយើងគប់ជ្រូកបានណាអញ្ចឹងយើងត្រូវទៅគប់ជ្រូកយកអាប៉មនេះមកសិនអញ្ចឹងតោះតែមានប៉មហ្នឹងងាយស្រួលក្នុងការបាញ់កូនចៅអញ្ចឹងយើងដាក់តែប៉ុណ្្នឹងទៅ tool យើងវានឹងដំណើរការទៅល្អហើយអញ្ចឹងការប្រើប្រាស់ tool របស់យើងគឺមានតែប៉ុណ្្នឹងឯង